អេសេគៀលជំពូក1ខ1ដល់ជំពូក3ខ27ការត្រាស់ហៅអេសេគៀលក្នុងឆ្នាំ597មុនគ្រិស្តសករាជសាសអ៊ីស្រាអែលមួយចំនួនធំដែលមានចំណេះដឹងនិងសមត្ថភាពមកពីយូដាត្រូវបានទាហានបាប៊ីឡូនចាប់និរទេសទៅក្នុងចំណោមពួកគេមានម្នាក់ឈ្មោះអេសេគៀលអាយុប្រហែល25ឆ្នាំទៅជាមួយផងដែរពួកគេទាំងប៉ុន្មានត្រូវបានចាប់បញ្ជូនទៅបាប៊ីឡូនដើម្បីធ្វើជាទាសករនៅក្បែរទន្លេកេបាលុះអេសេគៀលរស់នៅបាប៊ីឡូនបាន5ឆ្នាំព្រះជាម្ចាស់បានមានបន្ទូលមកលោកក្នុងនិមិត្តមួយគឺគាត់បានឃើញពពកយ៉ាងធំនិងភ្លើងចម្រុះគ្នាមានរស្មីពន្លឺនៅជុំវិញឯកណ្ដាលពពកនោះមានចេញជាពណ៌លង្ហិនស្រងែគឺចេញពីកណ្ដាលភ្លើងនោះហើយពីកណ្ដាលនោះក៏ឃើញចេញភាពដូចជាតួមានជីវិត4រូបប៉ុន្តែគ្រប់គ្នាមានមុខ4និងស្លាប4រីឯមុខ4នៅផ្នែកខាងមុខមានភិនភាគដូចមនុស្សផ្នែកខាងស្ដាំដូចសិង្ហផ្នែកខាងឆ្វេងដូចគោនិងផ្នែកខាងក្រោយដូចឥន្ទ្រីកាលអេសេគៀលកំពុងតែមើលតួមានជីវិតទាំងនោះគាត់ក៏ឃើញកង់មួយនៅលើដីក្បែរតួមានជីវិតទាំងនោះសម្រាប់មុខនីមួយៗគ្រប់ទាំង4ដែលបង្ហាញពីសភាពនៃការធ្វើចលនាបានទៅគ្រប់ទីកន្លែងនៅពីលើក្បាលនៃតួមានជីវិតនោះមានដូចជាផ្ទៃមេឃដែលមើលទៅដូចជាចរណៃគួរស្ញែងខ្លាចហើយក៏លាតពីក្បាលតួទាំងនោះនៅលើលំហអាកាសមានដូចជាត្បូងកណ្ដៀងមួយដែលមានរាងជាបល្ល័ង្កនៅលើបល្ល័ង្កនោះគឺនៅខាងលើបំផុតមានដូចជាទ្រង់ទ្រាយរបស់មនុស្សម្នាក់អេសេគៀលឃើញពន្លឺក្រហមឆ្អៅភ្លឺដូចភ្លើងនៅជុំវិញហើយពីត្រង់កន្លែងដែលមានរាងដូចចង្កេះឡើងទៅលើគឺពីត្រង់កន្លែងដែលមានរាងដូចចង្កេះចុះទៅក្រោមក៏មានដូចជាពន្លឺភ្លើងដ៏ភ្លឺត្រចះត្រចង់ព័ទ្ធជុំវិញដែរភ្លាមនោះអេសេគៀលគាត់បានដឹងថាគាត់ឃើញសេរីល្អព្រះជាម្ចាស់ហើយគាត់ក្រាបថ្វាយបង្គំអោនមុខដល់ដីព្រះជាម្ចាស់មានបន្ទូលថាកូនមនុស្សអើយចូលក្រោកឈរឡើងនោះអញនឹងនិយាយនឹងឯងហើយព្រះវិញ្ញាណព្រះជាម្ចាស់សន្ធិដ្ឋលើអេសេគៀលហើយបានបញ្ឈរគាត់នៅចុងជើងទ្រង់ព្រះជាម្ចាស់មានបន្ទូលទៅកាន់អេសេគៀលថាកូនមនុស្សអើយអញចាត់ឯងឲ្យទៅឯពួកកូនចៅអ៊ីស្រាអែលគឺដល់សះដែលរឹងចចេះដែលបានបះបោរនឹងអញតាំងពីដូនតាគេរៀងមកទោះបើគេនឹងព្រមស្ដាប់ឬមិនព្រមក្តីគង់តែគេនឹងដឹងថាមានហោរាមួយមកក្នុងចំណោមគេហើយកុំឲ្យឯងខ្លាចគេឡើយក៏កុំឲ្យខ្លាចចំពោះពាក្យសម្ដីរបស់គេដែរពួកគេជាពូជពង្សរឹងចចេះដូច្នេះឯងដូចជារស់នៅកណ្ដាលពួកខ្យាដំរីនិងបន្លាត្រូវថ្លែងពាក្យរបស់អញប្រាប់ដល់ពួកគេទោះបីពួកគេស្ដាប់ឬក៏អត់ចូលស្ដាប់សេចក្តីដែលអញប្រាប់ដល់ឯងចោះហើយចូលហាមាត់ស៊ីរបស់ដែលអញឲ្យដល់ឯងអេសេគៀលមើលទៅរួចឃើញមានដៃមួយលូកមកដល់គាត់ក៏ឃើញក្រាំងមួយដែលនៅក្នុងដៃនោះមានសរសេរទាំងខាងក្នុងនិងខាងក្រៅផងមានកត់ទុកសុទ្ធតែពាក្យទំនួញពាក្យសោកសៅនិងសេចក្តីវេទនារួចទ្រង់មានបន្ទូលថាចូលឯងស៊ីក្រាំងនេះទៅរួចចូលនិយាយនឹងពូជពង្សអ៊ីស្រាអែលចុះអេសេគៀលក៏ហាមាត់ឡើងហើយទ្រង់ធ្វើឲ្យគាត់បរិភោគក្រាំងនោះទៅក្រាំងនោះរសជាតិផ្អែមដូចទឹកឃ្មុំហើយគាត់ក៏មានកម្លាំងឡើងព្រះអង្គប្រមានអេសេគៀលថាពូជពង្សអ៊ីស្រាអែលនឹងមិនស្ដាប់អេសេគៀលទេព្រោះពួកគេមិនព្រមស្ដាប់ព្រះអង្គគេជាមនុស្សក្បាលរឹងនិងមានចិត្តចចេះប៉ុន្តែព្រះជាម្ចាស់ធ្វើឲ្យអេសេគៀលមានចិត្តមានះដើម្បីឲ្យគាត់តតាំងនឹងចិត្តមានះរបស់ពួកគេព្រះអង្គធ្វើឲ្យអេសេគៀលមានចិត្តរឹងដើម្បីតតាំងនឹងចិត្តរឹងរបស់ពួកគេនោះព្រះវិញ្ញាណបរិសុទ្ធលើកអេសេគៀលឡើងហើយមានសូរសន្ធឹកនៃស្លាបរបស់តួមានជីវិតទាំងនោះប៉ះគ្នាអមទៅដោយសំឡេងសូមឲ្យសេរីល្អនៃព្រះបានពរពីស្ថានសួគ៌មក
ព្រះវិញ្ញាណព្រះនាំអេសេគៀលទៅដល់ពួកឆ្លើយដែលនៅត្រង់ថេលអាប៊ីបក្បែរទន្លេកេបារីឯនៅកន្លែងដែលគេអាស្រ័យនៅនោះគាត់ក៏នៅកណ្ដាលគេអស់7ថ្ងៃដោយស្រឡាំងកាំង7ថ្ងៃក្រោយមកព្រះជាម្ចាស់បានមានបន្ទូលទៅអេសេគៀលម្ដងទៀតថាត្រូវឲ្យឯងស្ដាប់ពាក្យពីមាត់យើងរួចទៅប្រមានប្រាប់គេឲ្យយើងផងកាលណាយើងប្រាប់ឯងឲ្យប្រមានមនុស្សអាក្រក់ថាគេនឹងស្លាប់តែឯងមិនព្រមប្រមានពួកគេនោះឯងនឹងត្រូវទទួលខុសត្រូវប៉ុន្តែកាលណាឯងប្រមានពួកគេតែគេមិនព្រមស្ដាប់នោះមិនមែនជាកំហុសឯងឡើយអេសេគៀលក្រោកឡើងរួចហើយគាត់ដើរចេញទៅឯវាលភ្លាមនោះគាត់ក៏ឃើញសិរីល្អព្រះជាម្ចាស់ម្ដងទៀតគាត់ក៏ដួលចុះចំពោះសិរីល្អរបស់ទ្រង់ព្រះវិញ្ញាណព្រះសន្ធិដ្ឋលើអេសេគៀលហើយលើកគាត់ឡើងនៅក្បែរទ្រង់ព្រះជាម្ចាស់មានបន្ទូលថាអណ្ដាតឯងនឹងជាប់នឹងក្រអូងមាត់ឲ្យឯងនឹងបានកោតែកាលណាអញនិយាយនឹងឯងនោះអញនឹងបើកមាត់ឯងហើយឯងនឹងប្រកាសថាព្រះជាម្ចាស់មានបន្ទូលដូច្នេះអ្នកណាស្ដាប់ក៏ស្ដាប់ចោះអ្នកមិនព្រមស្ដាប់ក៏តាមតែចិត្តក្រោយមកអេសេគៀលធ្វើជាហោរាបម្រើព្រះជាម្ចាស់និយាយប្រឆាំងនឹងអំពើអាក្រក់របស់សាសអ៊ីស្រាអែលដែលជាសាសរឹងចចេះនិងមិនស្ដាប់បង្គាប់ព្រះអេសេគៀលក៏ប្រាប់ពួកគេពីសេចក្តីសន្យារបស់ព្រះជាម្ចាស់ថានឹងនាំពួកគេទៅទឹកដីរបស់ពួកគេវិញយើងឃើញថាជីវិតអេសេគៀលជាជីវិតពិសេសព្រោះបានទទួលការត្រាស់ហៅពីព្រះដើម្បីជាតំណាងទ្រង់ក្នុងការប្រកាសព្រះបន្ទូលទៅចំពោះមនុស្សតាមរយៈនិមិត្តគាត់យើងក៏បានដឹងថាព្រះជាម្ចាស់ទ្រង់ពោពេញដោយសិរីរុងរឿងគួរស្ញែងខ្លាចជាទីបំផុតយើងក៏ឃើញបល្ល័ង្កដែលមានកង់អាចចល័តបានក្នុងភាពយន្តខ្លីនេះនោះបង្ហាញថាព្រះជាម្ចាស់មិនគង់នៅតែអ៊ីស្រាអែលប៉ុណ្ណោះទេប៉ុន្តែទ្រង់មកគង់ជាមួយពេលគាត់ជាប់ក្នុងការនិរទេសព្រះគម្ពីរសញ្ញាថ្មីសម្ដែងថាទ្រង់ប្រទានព្រះយេស៊ូវគ្រីស្ទមកផែនដីសម្រាប់យើងរាល់គ្នាហើយព្រះយេស៊ូវសន្យាគង់ជាមួយយើងដើម្បីបំពេញមហាបេសកកម្មបង្កើតសិស្សរហូតដល់ទ្រង់យាងត្រឡប់មកវិញបើសិនយើងគិតឡើងវិញបន្តិចអំពីរបៀបដែលព្រះចង់ឲ្យអេសេគៀលបម្រើដល់ទ្រង់នោះនឹងដឹងថាមនុស្សដែលទ្រង់សពព្រះハរតីគឺជាអ្នកដែលកោតខ្លាចចំពោះព្រះជាម្ចាស់ហើយត្រូវតែមានភាពស្មោះត្រង់ចំពោះការប្រកាសព្រះបន្ទូលទ្រង់ទោះបីមនុស្សមិនចង់ធ្វើតាម2ដងយើងអានថាពេលហោរាអេសេគៀលឃើញសេរីរុងរឿងរបស់ព្រះអង្គភ្លាមនោះគាត់ក្រាបថ្វាយបង្គំអោនមុខដល់ដីដូចគ្នាកាលព្រះយេស៊ូវសម្ដែងសេរីរុងរឿងរបស់ទ្រង់ឲ្យលោកយ៉ូហានមើលឃើញយ៉ូហានបានដួលសន្លប់បាត់ស្មារតីនៅទៀបជើងទ្រង់និងនៅវិវរណៈចំពុក7ខ11ចំពុក11ខ16ដែលសរសេរថាអស់ទាំងទេវតាទម្លាក់ខ្លួនក្រាបចុះចំពោះព្រះជាម្ចាស់ដូចអេសេគៀលនិមិត្តទាំងនេះបានជួយលោកយ៉ូហានមានភាពស្មោះត្រង់ក្នុងការធ្វើបន្ទាល់ពីព្រះយេស៊ូវដោយទ្រង់នឹងលើកទឹកចិត្តនិងប្រទានកម្លាំងគាត់បើសិនណាមនុស្សមិនធ្វើតាមព្រះបន្ទូលព្រះនោះមានន័យថាពួកគេបះបោរយើងត្រូវយកគំរូតាមលោកអេសេគៀលដែលគាត់បានប្រកាសប្រឆាំងអំពើបាបរបស់មនុស្សសពថ្ងៃនេះពេលយើងស្មោះត្រង់ប្រកាសព្រះបន្ទូលព្រះជាម្ចាស់នឹងមានមនុស្សមួយចំនួនមិនចូលចិត្តអ្វីដែលយើងនិយាយនោះទេព្រោះព្រះបន្ទូលព្រះជាម្ចាស់ប្រកាសប្រឆាំងអំពើបាបរបស់ពួកគេប៉ុន្តែយើងត្រូវតែមានចិត្តបន្តស្មោះត្រង់ក្នុងការបម្រើដែលទ្រង់បានហៅយើងមកតាមគំរូដែលទ្រង់ផ្ដល់មកសម្រាប់អេសេគៀលដើម្បីយើងអាចមានចិត្តរក្សាការស្មោះត្រង់ចំពោះព្រះជាម្ចាស់បាននោះយើងត្រូវគិតនិងស្វែងយល់ពីភាពធំឧត្តមអស្ចារ្យគ្មានព្រំដែនរបស់ព្រះយេស៊ូវចុងក្រោយយើងខ្ញុំសង្ឃឹមថាបងប្អូននឹងចងចាំពីបំណងព្រះハរតីព្រះដែលមានចំពោះអេសេគៀលក៏ដូចជាអ្នកប្រកាសព្រះបន្ទូលទាំងអស់សូមព្រះប្រទានពរបើសិនជាលោកអ្នកចង់មើលឬប្រើប្រាស់ឯកសារផ្សេងទៀតសូមចូលទៅកាន់គេហទំព័រ www.dkdl.org